បងអែមប្រតិជាកម្មមិនត្រឹមតែឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាថែមទាំងជំនួយដល់សុខភាពនិងសម្រស់របស់យើងទៀតផងតោះថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកធ្វើបង្អែមប្រតិជាកម្មជាមួយនឹងខ្ញុំសម្រាប់គ្រឿងផ្សំយកមកធ្វើបង្អែមប្រតិជាកម្មហ្នឹងគឺមាន12មុខបងប្អូនហើយគឺខ្ញុំយកតែ4មុខទេដើម្បីត្រាំវារយៈពេល1យប់ឬក៏12ម៉ោងហើយនេះគឺជាជ័រប៉េះបងប្អូនទាំងអស់គ្នាពេលយើងត្រាំហ្នឹងគឺយើងចាក់ទឹកឲ្យច្រើនដើម្បីឲ្យវារីកកាន់តែល្អហើយទី2គឺខ្ញុំត្រាំជាមួយនឹងព្រិលជាកម្មបងប្អូនយើងចាក់ទឹកឲ្យច្រើនដូចគ្នាកាន់តែច្រើនគឺវាកាន់តែរីកល្អទី3គឺក្របឈូកបងប្អូនទាំងអស់គ្នាបើសិនជាមានច្រើនដាក់តាមចំណង់ចំណូលចិត្តបានបើសិនជាបងប្អូនចូលចិត្តហើយទី4នេះគឺជាស្រូវសាលីបងប្អូនទាំងអស់គ្នាគឺខ្ញុំចាក់ជាមួយនឹងព្រិលឈូកដោយសារតែព្រិលឈូករបស់ខ្ញុំគឺបន្តិចចឹងណាចឹងខ្ញុំចាក់លាយគ្នាដើម្បីកុំឲ្យយើងប្រើកឋិនច្រើនពេកបន្ទាប់ពីខ្ញុំត្រាំរយៈពេល1យប់ឬក៏12ម៉ោងហើយព្រិលរជាកម្មរបស់យើងហើយនឹងជ័រប៉េះនេះគឺថារីកបានល្អខ្លាំងមែនតើបងប្អូនហើយពីមុខនឹងពិតជាឆ្ងាញ់ហើយមានអត្ថប្រយោជន៍ជាច្រើនមែនតើបងប្អូនបន្ទាប់ឲ្យគ្រឿងផ្សំនៅសល់ទាំងប៉ុន្មានមុខទៀតគឺខ្ញុំត្រាំរយៈពេល10ទៅកន្លះម៉ោងដោយសារតាយើងត្រាំមើលតាមការជាក់ស្ដែងនៅពេលដែលវារីកល្អហើយគឺយើងឈប់ត្រាំអញ្ចឹងណាបងប្អូនយើងលាងសម្អាតវាដើម្បីយើងយកទៅធ្វើបង្អែមព្រិលតែម្ដងហើយ3មុខដែលខ្ញុំអត់ត្រាំនេះគឺជាគ្រាប់ឈាហើយនឹងស្ករក្រាមហើយនឹងពត្រាក្រហមបងប្អូនបន្ទាប់ហើយខ្ញុំក៏ចាក់ទឹកដាក់ដាំដើម្បីឲ្យវាពុះសម្រាប់បរិមាណទឹកគឺខ្ញុំប្រើ3លីត្រប៉ុណ្ណឹងគឺល្មមនឹងបរិមាណគ្រឿងផ្សំរបស់យើងមិនខាប់ពេកក៏មិនរាវពេកដែរបងប្អូនទាំងអស់គ្នាហើយប្រតិជាកម្មហ្នឹងពេលយើងត្រាំទៅវាមានកតិចដីអញ្ចឹងបងប្អូនអាចរើសសម្អាតវាបានហើយខ្ញុំក៏ដាក់គ្រឿងផ្សំទាំងអស់របស់យើងចូលសម្រាប់គ្រាប់ក្រហមពុយជីនឹងគឺយើងអត់ទាន់ដាក់ចូលទេបងប្អូនដោយសារតែវាឆាប់រីកខ្លាំងពេកអញ្ចឹងយើងចាំដាក់ក្រោយគេអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំចាក់គ្រឿងផ្សំមួយចំនួនខ្លះហើយទុករយៈពេល5នាទីតបហើយខ្ញុំក៏ចាក់ប្រតិជាកម្មរបស់យើងចូលរងាស់តែ2នាទីគឺហើយជាការស្រេចតែម្ដងបងប្អូនទាំងអស់គ្នាសម្រាប់បរិមាណទឹកហើយនឹងស្ករក្រាមនឹងយើងបាច់ថែមស្ករអីទៀតទេបងប្អូនគឺវាឆ្ងាញ់មកល្មមសម្រាប់បង្អែមមួយមុខនេះគឺយើងអត់ញ៉ាំផ្អែមពេកទេបងប្អូនគឺយើងញ៉ាំរសជាតិស្រាលផ្អែមឡមហើយកុំភ្លេចបន្ថែមអំបិលមួយចិបផងបងប្អូនទាំងអស់គ្នាដើម្បីឲ្យវាកាន់តែឆ្ងាញ់ហើយមុតសម្រាប់ប្រតិកម្មរបស់យើងគឺហើយណាបងប្អូនទាំង